ួតឡើងវិញពីវគ្គទី1និងវគ្គទី2ដែលមានគ្រាប់បាល់បញ្ចូលទីចំនួន6គ្រាប់រវាងក្រុមបាល់ទាត់ Madura United FC របស់ប្រទេសឥណ្ឌូនេស៊ីបាទជាមួយព្រះខ័នរាជស្វាយរៀង FC របស់ប្រទេសកម្ពុជានេះជាការប្រកួតជើងទី2វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ AFC Challenge League 2024-2025 គឺជាការប្រកួតនៅក្នុងក្របខ័ណ្ឌមួយប្រចាំទ្វីបអាស៊ីធំទាំងមូលតែម្ដងដែលបែងចែកចេញជាផ្នែកខាងលិចនិងផ្នែកខាងកើតរហូតដល់មានការជំរុះចម្រាញ់តាមតំបន់តាមពូលរហូតមកដល់ពេលនេះដែលក្រុមបាល់ទាត់ប្រខ័ណ្ឌរាជស្វាយរៀងធ្វើបានយ៉ាងល្អក្រោយពេលដើរចូលកីឡដ្ឋានក្រោយពេលស្មឹងស្មាតរៀងខ្លួនការប្រកួតក៏ចាប់ផ្ដើមក៏បើកការវាយលុកនៅត្រង់នេះមុនប្រច័ណ្ឌមុនកងបញ្ជូនឲ្យ Gabi ទះបញ្ចូលទីបានយ៉ាងស្អាតត្រឹមតែការប្រកួត5នាទីដំបូងប៉ុណ្ណោះបាទកីឡាករសញ្ជាតិឡើងបញ្ជូនដល់កីឡាករសញ្ជាតិប្រេស៊ីលអោបគ្នាមួយជាមួយនឹងប្រេនីយ៉ូមិត្តរួមជាតិដូចគ្នាត្រង់នេះគឺឆែក2ដងបាទមុនប្រច័ណ្ឌមុនកងឆែក2ដងបាទទាត់រំលងប្រឡោះខ្សែការពារ2នាក់ហើយទះបញ្ចូលទីបានយ៉ាងល្អមិនមានការឆ្លោះឆ្លួយទេបាទក្រោយមកទៀតនាទីទី23វិសតែនឹងបានគ្រាប់ទី2មិនរតនៈទាញមកដែរប៉ុន្តែមិនបានបាល់ក៏ស្មើនៅក្នុងនាទី27ការបញ្ជូនបាល់ទាត់ free kick ហើយនឹងការតេតបន្ថែមរបស់ខ្សែការពារ Pedro Felipe Montero ធ្វើឲ្យលទ្ធផល Madura 1-1ជាមួយប្រខ័ណ្ឌរាជស្វាយរៀងបាទបញ្ឆោតយ៉ាងល្អទាត់បង្ហើរយ៉ាងល្អពីលូលីញ៉ាតែបញ្ចូលទីដោយមុនតេរ៉ូ1-1បាទគ្រាប់បាល់សរុប1-4តែក៏មានគ្រាប់បាល់ភ្លាមដែរបាទ1នាទីក្រោយមកគឺកីឡាករ Gabi ជាអ្នកបញ្ជូនទៅឲ្យមុនប្រច័ណ្ឌមុនកងមើលចោះត្រង់នេះបាទបញ្ជូនរំលងមុខខ្សែការពារតែម្ដងអ្នកទាំងពីរដឹងចិត្តគ្នាល្អណាស់បាទគ្រាប់ទី1មុនប្រច័ណ្ឌបញ្ជូនឲ្យ Gabi គ្រាប់ទី2 Gabi បញ្ជូនឲ្យមុនប្រច័ណ្ឌមុនកងវិញឯចំណុចត្រង់នេះបាទមួយជើងទៅប៉ះនឹងបង្គោលទីខ្ទាតត្រឡប់ទៅវិញវិសតែនឹងបានមួយគ្រាប់ដែរសម្រាប់កីឡាករប្រេស៊ីលប្រេនីយ៉ូនៅចុងវគ្គទី1បាទវគ្គទី1គឺMadura 1ប្រខ័ណ្ឌរាជ2បាទហើយបន្តដំណើរដល់វគ្គទី2ដែលមីស្វាដែលជាអ្នកចាំទីមានភារកិច្ចធ្ងន់ធ្ងរដោយសារតែប្រខ័ណ្ឌរាជមិនដកថយនៅការវាយលុកនោះទេចូលដល់វគ្គទី2អ្វីបានកើតឡើងជាបន្តទៀតក្រោយពេលសរុបគ្រាប់បាល់ដល់ទៅ5-1បាទដាច់4គ្រាប់សកម្មភាពនៅក្នុងវគ្គទី2បាទនេះប្រទេសឥណ្ឌូនេស៊ីSociedad នៅក្នុងនាទី56បញ្ជូនបានយ៉ាងល្អគ្រាប់បាល់នេះគឺមិនឆ្លោះឆ្លួយទេមិនរតនៈជាអ្នកទាត់គ្រាប់ទី3ឲ្យព្រះខ័នរាជស្វាយរៀងហើយគ្រាប់បាល់ឡើងដល់6-1មើលចុះបាទត្រង់នេះគឺស៊ីដានទះស្អាតណាស់ហើយរតនៈមិនឲ្យខូចបាល់នេះទេបាទរីករាយមែនតើទាំងកម្លាំងចូលលេងស្រាប់ទាំងការដោះដូរកីឡាករបំរុងចូលលេងគឺអត់បញ្ហាបាទស៊ីដានហើយនឹងរតនៈគឺលេងពេញ90នាទីល្អណាស់ក្រោយមកបានមួយវិញបាទនាទី57គាត់ទៅចូលផ្លឹបបាន2-3ដល់ពេល2-3គ្រាប់បាល់សរុបរួមឡើងទៅ2-6បាទក៏បន្តនៅការព្យាយាមបាទអស់ពីចិត្តតាមដែលអាចធ្វើទៅបានបាទក្រោយមកទៀតបានមែនគឺគ្រាប់ទី3របស់ក្រុមបាល់ទាត់ Madura នៅពេលដែលការទាត់របស់កីឡាករក្រុម Madura ទៅប៉ះនឹងបង្គោលទីហើយទៅប៉ះនឹងជើងរបស់វីរៈតារាត្រង់នេះបាទគឺទប់ឲ្យបែរទាត់ឆ្វេងប៉ះបង្គោលទីហើយវីរៈតារាភ្ញាក់ឲ្យព្រឺតបាទលទ្ធផលគឺ3ស្មើឯគ្រាប់សរុបរួមគឺ3-6រហូតដល់ចប់ការប្រកួតបាទអាជ្ញាកណ្ដាលផ្លុំបញ្ចប់ចឹងជាថ្មីម្ដងទៀតអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងតំណាងឲ្យប្រទេសកម្ពុជាបាទឡើងទៅកាន់វគ្គផ្ដាច់ព្រាត់នៃការប្រកួត AFC Challenge League រដូវកាល2024-2025
ដោយឡើងទៅប៉ះក្រុមបាល់ទាត់មកពីប្រទេសបាទទូគមេនីស្ថានគឺអាកាដាការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី10ខែឧសភាឆ្នាំ2025បើមិនមានការប្រែប្រួលគឺធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកដៃជោក្នុងប្រទេសកម្ពុជាបងប្អូនសូមជូនដំណឹងតគ្នាឲ្យបានដឹងគឺយើងឡើងដល់វគ្គប្រាច់ព្រាត់ថ្ងៃទី10ខែឧសភាឆ្នាំ2025ដូច្នេះលទ្ធផលបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលប្រាច់ព្រាត់ទាំង2ជើងជើងទី1ប្រកាន់រាជឈ្នះ 3-0 ជើងទី2ស្មើគ្នា3-3សរុបគ្រាប់បាល់រួមគឺ Madura FC 3ព្រះខ័នរាជស្វាយរៀង6សូមអរគុណចំពោះការតាមដានទស្សនារបស់លោកអ្នក